ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel For Nation ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីប្រព័ន្ធសេដ្ឋកិច្ចយកមកបង្ហាញជូនអ្នកទាំងអស់គ្នាដើម្បីជាជំនួយក្នុងការសិក្សាផ្នែកសេដ្ឋកិច្ចគ្រប់គ្រងហិរញ្ញវត្ថុអភិវឌ្ឍតំបន់និងពន្ធដារជាដើមតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើប្រព័ន្ធសេដ្ឋកិច្ចមានអ្វីខ្លះហើយប្រព័ន្ធសេដ្ឋកិច្ចទាំងនោះដំណើរការយ៉ាងដូចម្តេចសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ The Four Economic System របស់លោកស្រី Elizabeth Graham បោះពុម្ពក្នុងឆ្នាំ2021បានប្រាប់យើងឲ្យដឹងថាប្រព័ន្ធសេដ្ឋកិច្ចចែកចេញជា4គឺប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណីប្រព័ន្ធសេដ្ឋកិច្ចបែបផែនការប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារនិងប្រព័ន្ធសេដ្ឋកិច្ចចម្រុះតើប្រព័ន្ធសេដ្ឋកិច្ចទាំង4ប្រភេទនេះមានលក្ខណៈខុសគ្នាដូចម្តេចខ្លះនេះជាលក្ខណៈទាំង4នៃប្រព័ន្ធសេដ្ឋកិច្ចទី1ប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណីតើប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណីជាអ្វីប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណីជាសេដ្ឋកិច្ចដែលពឹងផ្អែកលើទំនៀមទម្លាប់ជំនឿនិងប្រពៃណីរបស់គ្រួសារឬគុលសម្ព័ន្ធដែលប្រកាន់យកពីមួយចំនួនទៅមួយចំនួនភាគច្រើននៃសេដ្ឋកិច្ចប្រភេទនេះយើងហៅថាសេដ្ឋកិច្ចបែបបុរាណដែលផលិតកម្មឬពាណិជ្ជកម្មគឺអាស្រ័យទៅលើការធ្វើកសិកម្មការបរបាញ់ឬនេសាទជាដើមជាឧទាហរណ៍នៅតំបន់ដាច់ស្រយាលនៅទ្វីបអាហ្វ្រិកអាមេរិកខាងត្បូងនិងអាស៊ីគេសង្កេតឃើញថាជនជាតិភាគតិចធ្វើសកម្មភាពសេដ្ឋកិច្ចដោយពឹងផ្អែកទៅលើទម្លាប់និងប្រពៃណីដូចជាការដាំដុះការចិញ្ចឹមសត្វការបរបាញ់និងការដោះដូរប្រើប្រាស់កម្លាំងមនុស្សឬសត្វគ្មានបច្ចេកវិទ្យាឡើយសូម្បីតែលុយសឹងតែមិនមានវត្តមាននៅក្នុងប្រព័ន្ធសេដ្ឋកិច្ចប្រភេទនេះដែរទី2ប្រព័ន្ធសេដ្ឋកិច្ចផែនការតើប្រព័ន្ធសេដ្ឋកិច្ចផែនការជាអ្វីប្រព័ន្ធសេដ្ឋកិច្ចផែនការជាសេដ្ឋកិច្ចដែលរដ្ឋាភិបាលគ្រប់គ្រងការសម្រេចចិត្តក្នុងផ្នែកសេដ្ឋកិច្ចសំខាន់ៗទាំងអស់រួមទាំងអ្វីដែលត្រូវផលិតរបៀបផលិតនិងអ្នកដែលទទួលទំនិញនិងសេវាកម្មមានន័យថារដ្ឋជាម្ចាស់កម្មសិទ្ធិលើធនធានឬកត្តាផលិតកម្មស្ទើរតែទាំងអស់ហើយយន្តការគ្រប់គ្រងនិងការសម្របសម្រួលសកម្មភាពសេដ្ឋកិច្ចគឺធ្វើតាមការកំណត់ផែនការរបស់រដ្ឋឧទាហរណ៍នៅប្រទេសកូរ៉េខាងជើងនិងអតីតសហភាពសូវៀតរដ្ឋាភិបាលជាម្ចាស់និងគ្រប់គ្រងធនធាននិងឧស្សាហកម្មស្ទើរតែទាំងអស់រដ្ឋជាអ្នកសម្រេចថាទំនិញអ្វីដែលត្រូវផលិតចំនួនប៉ុន្មានហើយអ្នកណាជាអ្នកទទួលហើយជំរើសរបស់បុគ្គលនិងកម្មសិទ្ធិឯកជនមានតិចតួចបំផុតដោយសារតែប្រព័ន្ធសេដ្ឋកិច្ចនេះមានគោលបំណងបំពេញតាមគោលនយោបាយរបស់ជាតិជាជាងអ្នកប្រើប្រាស់ចូលមកដល់ប្រព័ន្ធសេដ្ឋកិច្ចទី3គឺប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជាអ្វីប្រព័ន្ធសេដ្ឋកិច្ចទីផ្សារគឺជាប្រព័ន្ធដែលធនធានសេដ្ឋកិច្ចឬកត្តាផលិតកម្មមួយភាគធំស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឯកជនទាំងនីតិបុគ្គលនិងរូបវន្តបុគ្គលមានន័យថាជំរើសរបស់បុគ្គលនិងកម្លាំងទីផ្សារជាអ្នករុញច្រានសេដ្ឋកិច្ចហើយតម្លៃនិងកត្តាផលិតកម្មត្រូវបានកំណត់ដោយតម្រូវការនិងការផ្គត់ផ្គង់ចំណែកឯការអន្តរាគមន៍របស់រដ្ឋាភិបាលមានតិចតួចបំផុតជាឧទាហរណ៍សេដ្ឋកិច្ចប្រទេសអាមេរិកការសម្រេចចិត្តសេដ្ឋកិច្ចត្រូវបានកំណត់ដោយការផ្គត់ផ្គង់និងតម្រូវការចំណែកបុគ្គលនិងអង្គភាពអាជីវកម្មមានទ្រព្យធននិងជាម្ចាស់ព្រមទាំងមានសិទ្ធិដើម្បីស្វែងរកប្រាក់ចំណេញតម្លៃទំនិញនិងសេវាកម្មត្រូវបានកំណត់ដោយទីផ្សារសេរីរដ្ឋាភិបាលមិនមានសិទ្ធិលូកដៃឡើយមានន័យថារដ្ឋាភិបាលនៅក្រៅសាយវានតាមរយៈការប្រកួតប្រជែងរបស់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកដូចជា Microsoft, Google, Apple ជំរុញឲ្យមាននវានុវត្តន៍និងប្រសិទ្ធភាពការងារជាចុងក្រោយនេះគឺប្រព័ន្ធសេដ្ឋកិច្ចចម្រុះប្រព័ន្ធសេដ្ឋកិច្ចចម្រុះគឺកើតឡើងពីការបញ្ចូលគ្នានៃសេដ្ឋកិច្ចផែនការនិងសេដ្ឋកិច្ចទីផ្សារឲ្យទៅជាប្រព័ន្ធសេដ្ឋកិច្ចតែមួយមានន័យថារដ្ឋាភិបាលគ្រប់គ្រងនិងចាត់ចែងឬបែងចែកលើវិស័យមួយចំនួនហើយអនុញ្ញាតឲ្យក្រុមហ៊ុនសហគ្រាសអង្គភាពអាជីវកម្មឬឯកជនធ្វើអាជីវកម្មជំនួយការផលិតទំនិញឬសេវាកម្មដោយសេរីជាឧទាហរណ៍ប្រទេសបារាំងនិងជប៉ុនបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចនេះដែលវិស័យឯកជនជាអ្នកដំណើរការអាជីវកម្មជាច្រើនចំណែករដ្ឋាភិបាលផ្ដល់សេវាកម្មសំខាន់ៗដូចជាការអប់រំការថែទាំសុខភាពនិងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើមសរុបជារួមមកប្រព័ន្ធសេដ្ឋកិច្ចមាន4គឺប្រព័ន្ធសេដ្ឋកិច្ចប្រពៃណីប្រព័ន្ធសេដ្ឋកិច្ចផែនការប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនិងប្រព័ន្ធសេដ្ឋកិច្ចចម្រុះតើប្រទេសកម្ពុជាអនុវត្តក្នុងប្រព័ន្ធសេដ្ឋកិច្ចមួយណាដែរអ្នកទាំងអស់គ្នាអាចចូលខមមិនខាងក្រោមបាន
ខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមពីប្រព័ន្ធសេដ្ឋកិច្ចដែលមាននិងកំពុងប្រតិបត្តិការនៅក្នុងពិភពលោកយើងនេះសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត